បញ្ឈប់ជាបន្ទាន់នយោបាយងើបមួយវាយមួយយកខ្មែរជាសត្រូវហ្នឹងគឺឈប់ហើយត្រូវអនុវត្តទៀតដោះលែងលោកកឹមសុខាឲ្យមានសេរីភាពវិញឲ្យឆាប់តាមដែលអាចធ្វើទៅបានទម្លាក់ចោលបាត់ចោលទាំងអស់ដែលមានប្រឆាំងលោកកឹមសុខាដែលជាបាត់ចោលនយោបាយទេវាគ្មានអាមេរិកណាមកចង់ផ្ដួលរំលំរដ្ឋាភិបាលកម្ពុជាទេបើរដ្ឋាភិបាលកម្ពុជាកុំរណបចិនកុំប្រព្រឹត្តអំពើផ្ដេសផ្ដាស់មានអំពើពុករលួយឬក៏រំលោភសិទ្ធិមនុស្សអាមេរិកអត់មានតែឈឺក្បាលចង់រំលាយចង់បំផ្លាញអីទេគេចង់ឲ្យតែដើម្បីអីតែប្រទេសកម្ពុជារីកចម្រើនវាបានប្រយោជន៍ដល់អាមេរិកនោះដោយសារអីដោយសារតែគេអាចនឹងរកស៊ីជាមួយយើងណាគេរកស៊ីគេពង្រឹងអាសម្ព័ន្ធភាពជាមួយយើងហ្នឹងអាមេរិកគេចង់បានតែលុយចង់បានតែសវត្ថភាពអីទាំងអស់គ្នាប្រជាធិបតេយ្យហ្នឹងតាប៉ុន្តែនៅពេលដែលយើងចាប់ផ្ដើមអោបចិនខ្លាំងពេកបំផ្លាញសិទ្ធិមនុស្សនិងប្រជាធិបតេយ្យអានេះកុំថាឡើយអាមេរិកប្រទេសណាក៏ចង់រំលាយយើងដែរព្រោះគេអត់ចង់ឲ្យយើងខ្លាចជាកូនជើងរបស់ចិនយកមកប្រើដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គមតាមពិតគេជួយខ្មែរ17លាននាក់ឯងគ្រាន់តែថាវាប៉ះដល់ក្រុមគ្រួសារមួយក្រុមពីរដែលបាត់អំណាចទេតែអញ្ចឹងទៅចោតគេថាចង់រំលាយផ្ដួលរំលំរដ្ឋាភិបាលនេះអត់មានអ្នកណាចង់ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ប្រជាធិបតេយ្យទេអត់ដែលទេហើយបើសិនជាគេទៅផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់មានប្រជាធិបតេយ្យពិភពលោកគេថ្កោលទោសងាប់ហើយយើងមានគ្នាក៏ប៉ុន្តែបើយើងរំលោភសិទ្ធិមនុស្សបំផ្លាញប្រជាធិបតេយ្យហើយទៅអោបចិនឲ្យចិនបោកបន្លំស្រេចតែចិត្តចង់ក្រោយចពាក់បំណុលចិនទៅគេរົບអូសដីកំពង់ផែដោយប្រទេសដទៃទៀតយើងទៅផ្លូវហ្នឹងគេតាមពិតគេជួយយើងតាគេទប់យើងកុំឲ្យកម្ពុជា7-10លានអ្នកហ្នឹងคล้ายទៅជាចំណាប់ខ្មាំងរបស់ថ្នាក់ដឹកនាំមកគ្រួសារមកក្រុមហើយដល់ពេលមកគ្រួសារមកក្រុមភ័យខ្លាចរឿងបាត់អំណាចបាត់ផលប្រយោជន៍ក្រុមខ្លួនសុកចិត្តឲ្យប្រជាពលរដ្ឋ17លានអ្នកคล้ายជាចំណាប់ខ្មាំងហើយដល់ពេលគេនិយាយចឹងប៉ះពាល់ខ្លួនទៅចោតគេថាចង់រំលាយអង្គការចាត់តាំងឬរដ្ឋាភិបាលរបស់ខ្លួនផ្ដួលរំលំខ្លួនចោតអាមេរិកចោតអីចឹងទៅហើយដល់ពេលក្រុមប្រឆាំងដែលមានប្រជាប្រិយដូចលោកកឹមសុខាអីចឹងដែលមានការជួយជ្រោមជ្រែងពីប្រទេសអាមេរិកការជួយជ្រោមជ្រែងពីប្រទេសអាមេរិកសម្រាប់មេដឹកនាំដែលចង់បានលទ្ធិប្រជាធិបតេយ្យមិនមែនជួយតែលោកកឹមសុខាទេមិនមែនជួយតែក្រុមលោកសំរងស៊ីទេអាមេរិកជួយគ្រប់ប្រទេសទាំងអស់គឺមានអង្គការ NDI មាន IRI ព្រោះគម្រោងរបស់ USAID និងគម្រោងថវិកាដែលឯកភាពពីរដ្ឋសភាអាមេរិកគឺជួយលើកស្ទួយប្រជាធិបតេយ្យនៅគ្រប់ប្រទេសទាំងអស់នៅលើពិភពលោកព្រោះអាមេរិកចង់សាបព្រោះប្រជាធិបតេយ្យហើយដើម្បីឲ្យប្រជាធិបតេយ្យនឹងរីកចម្រើនបានណាគឺអាមេរិកមិនអាចទៅគ្រប់គ្រងប្រទេសកម្ពុជាឬប្រទេសណាមួយហើយយកទ័ពអាមេរិកយកប្រជាពលរដ្ឋអាមេរិកយកទៅគ្រប់គ្រងប្រទេសអធិបតេយ្យនឹងបានទេអញ្ចឹងមានតែមានប្រជាពលរដ្ឋនៅក្នុងប្រទេសខ្លួនឯងហ្នឹងដែលមើលឃើញអំពីប្រជាធិបតេយ្យនឹងត្រឹមត្រូវអញ្ចឹងអាមេរិកវិនិយោគយើងប្រើពាក្យអញ្ចឹងចោះអាមេរិកវិនិយោគលើក្រុមដែលជាអ្នកដែលស្រឡាញ់សិទ្ធិមនុស្សនិងប្រជាធិបតេយ្យទប់ទល់នឹងរបបផ្ដាច់ការបែបនេះហើយអាមេរិកធ្វើនៅគ្រប់ពិភពលោកបើយើងចោទអាមេរិកថាជួយលុយក្រុមលោកកឹមសុខាលោកសំរងស៊ីឬក្រុមតស៊ូមតិណាគឺជាអំពើក្បត់ជាតិជាពួកអូទៀមជាពួកអីគឺយើងនឹងបំផ្លាញខ្លួនឯងបានន័យថារដ្ឋាភិបាលខ្លួនឯងនេះដែលបំផ្លាញគេជារដ្ឋាភិបាលអូទៀមទៅវិញព្រោះអីបើសិនជាគេជួយដើម្បីស្ដារសិទ្ធិមនុស្សដើម្បីប្រជាធិបតេយ្យហើយគេចង់ឲ្យប្រជាពលរដ្ឋខ្មែរជាអ្នកសម្រេចជោគវាសនារបស់ប្រទេសកម្ពុជាដោយអាមេរិកធ្វើនៅប្រទេសដទៃចឹងហើយខ្ញុំនឹងនិយាយអំពីសង្គ្រាមនៅអ៊ីរ៉ង់តើអាមេរិកមានគោលការណ៍ធ្វើយ៉ាងម៉េចស្តៀងគ្នានឹងដែរតែអាមេរិកមិនវាយខ្មែរទេវាអត់មានស្អីវាយទេខ្មែរយើងគ្មានប្រយោជន៍អីដល់អាមេរិកទេតែអាមេរិកគេបារម្ភពីរឿងយើងខ្លាយទៅជាកូនជើងរបស់ចិនហើយវាបាត់ប្រយោជន៍ប្រជាពលរដ្ឋ17លាននាក់ហើយក៏វាប៉ះពាល់ដល់ផលប្រយោជន៍អាមេរិកដែលយើងមើលដោយសារតែសេដ្ឋកិច្ចយើងវាអត់មានរីកចម្រើនអីសោះហើយយើងពឹងតែចិនឃើញយើងនាំទំនិញមកអាមេរិក13,000លាន13,000លានដុល្លារមួយឆ្នាំអាមេរិកនាំទៅខ្មែរវិញ300លានដុល្លារបងប្អូនគិតមើលតើអាមេរិកចំណេញអីពីខ្មែរយើងនាំទំនិញមកអាមេរិក100ដុំអាមេរិកនាំទៅខ្មែរវិញបានតែ3ដុំហើយដោយសារអីដោយសារអាមេរិកសណ្ដោះប្រោសប្រណីកម្ពុជាតាមរយៈការផ្ដល់ GSP ការអនុគ្រោះពន្ធដែលទូទៅដូចតា EBA របស់សហគមន៍អឺរ៉ុបប៉ុន្តែអា GSP ហ្នឹងគេចាប់ផ្ដើមដកចេញហើយឥឡូវនេះតម្លើងពន្ធតម្លើងអីដូច្នេះការនាំទំនិញមកអាមេរិកហ្នឹងគឺវាចាប់ផ្ដើមមានភាពរពើងអីតែអាមេរិកទីផ្សារអាមេរិកនៅកម្ពុជានៅតែទូចមែនតើហេតុអីបានទូចដោយសារខ្មែរយើងគឺអត់មានសេដ្ឋកិច្ចរីកចម្រើនសម្រាប់ប្រជាពលរដ្ឋមានប្រាក់ទិញទំនិញអាមេរិកបានទេទំនិញអាមេរិកអត់អាចប្រកួតប្រជែងជាមួយទីផ្សារចិន
ទីផ្សារថៃទីផ្សារវៀតណាមទីផ្សារម៉ាឡេអីចឹងបានទេព្រោះរបស់អស់ទាំងនោះគឺគេផលិតបានដោយអាមេរិកដែរហើយគេលក់ថោកដល់អញ្ចឹងអាមេរិកមិនអាចដណ្ដើមទីផ្សារនឹងបានអាមេរិកផលិតតែផលិតផលទំនើបដូចជា iPhone ដូចជាផលិតផលបច្ចេកវិទ្យាទំនើបដូចជាមានរបស់ច្រើនទៀតណាស់ដែលអាមេរិកផលិតបានប៉ុន្តែអាចលក់នៅទីផ្សារកម្ពុជាបានដោយសារអីដោយសារជីវភាពយើងវាខ្សត់ខ្សោយពេកប្រជាពលរដ្ឋតែខ្សត់ខ្សោយអត់អាចទៅមានលុយឯណាទៅទិញរបស់ថ្លៃប្រើទេវាមានតែអ្នកដែលមានប្រហែលជា 5% ទេ95% ក្រអញ្ចឹង 95% ប្រើរបស់ចិនរបស់ថៃរបស់ម៉ាឡេរបស់វៀតណាមដល់អញ្ចឹងរបស់អាមេរិកដែលដាក់ទៅហ្នឹងគឺ A ទាំងអស់អញ្ចឹងទំហំពាណិជ្ជកម្មហ្នឹងវាអត់មានតលយៈភាពគ្នាទេអញ្ចឹងបានយើងនាំទៅគេ100គេនាំមកយើងបានតែ3យើងមកអាមេរិក 13,000 លានគេទៅវិញបានតែ300 លានខុសគ្នាមេឃដីដូច្នេះអាមេរិកអត់មានប្រយោជន៍អីពីកម្ពុជានៅពេលដែលស្ថានភាពកម្ពុជានៅដដែលគេខំប្រឹងឲ្យ GSP គេខំប្រឹងឲ្យអីហ្នឹងដើម្បីអីលួងកម្ពុជាឲ្យមានសិទ្ធិមនុស្សនិងប្រជាធិបតេយ្យហេតុអីបានអាមេរិកលួងកម្ពុជាឲ្យមានសិទ្ធិមនុស្សនិងប្រជាធិបតេយ្យដោយសារអាមេរិកយល់ឃើញថាបើប្រទេសនេះមានសិទ្ធិមនុស្សនិងប្រជាធិបតេយ្យថ្ងៃណាមួយអាមេរិកនឹងអាចរកស៊ីបានច្រើនជាមួយនឹងកម្ពុជាដោយសារតែប្រជាពលរដ្ឋមានជីវភាពទូធានៅពេលដែលមានជីវភាពទូធាអ្នករកស៊ីនៅអាមេរិកក្រុមហ៊ុនធំណាគេចង់រកស៊ីហេតុអីបានជាគេចង់រកស៊ីព្រោះប្រទេសដែលមានប្រជាធិបតេយ្យសេរីនិយមពិតប្រាកដប្រព័ន្ធដឹកនាំរដ្ឋមានតម្លាមាននីតិរដ្ឋបំបត្តិអំពើពុករលួយប្រព័ន្ធតុលាការឯករាជ្យប្រជាពលរដ្ឋអាចបញ្ចេញសម្លេងជាច្រមុះជាភ្នែកដើម្បីរិះគន់រដ្ឋាភិបាលមិនមានការងើបមួយវាយវួយមិនមានការលុបបំបាត់សម្លេងសិក្សាព័ត៌មានអន្តរជាតិមិនបណ្ដេញអង្គការសង្គមស៊ីវិលមិនធ្វើទុកបុកម្នេញគណៈបកប្រឆាំងមិនចាប់គេដាក់គុកស្រែកតែអំពើចិត្តអីឡាក់នឹងឡាក់ដល់អញ្ចឹងប្រព័ន្ធដែលមានតម្លាមានតលយៈភាពគណៈបកប្រឆាំងខ្លាំងគណៈបកកណ្ដាលអំណាចខ្លាំងគឺបដំប្រសងគ្នាវាធ្វើឲ្យប្រព័ន្ធរ៉ូស៊ីហេរ៉ាញ់វត្ថុអីគឺគួរជឿទុកចិត្តអញ្ចឹងក្រុមហ៊ុនធំអាមេរិកដូចជា McDonald ដូចជាក្រុមហ៊ុនធំ Apple ឬក៏ Facebook ឬក៏ក្រុមហ៊ុន Google ក្រុមហ៊ុនបច្ចេកវិទ្យាអីទំនើបអីទៀតឬក្រុមហ៊ុនរោងចក្រសហគ្រាសធំរបស់គេក៏គេចង់មករ៉ូស៊ីដែរដើម្បីអីព្រោះអ្នកនៅអាមេរិកនេះគេរកស៊ីមិនមែនចង់បានតែលុយដូចចិនទេខ្ញុំមិនមើងងាយថាឬក៏ថារើសអើងជនជាតិចិនឬក៏ផលិតផលចិនអីទេចិនអត់ខ្វល់រឿងសិទ្ធិមនុស្សទេយករបស់ឲ្យតែទិញបានលុយថោកបានចំណេញអត់គិតថាអាហ្នឹងយកទៅចោះអត់ជួយដោះស្រាយបញ្ហាសិទ្ធិមនុស្សតែនៅស្រុកអាមេរិកនេះហើយនឹងអឺរ៉ុបអត់ដូចចឹងទេអ្នកដែលទិញគឺគេមានសិលធម៌មួយគឺថាតើរបស់ដែលគេទិញពីស្រុកខ្មែរនេះតើបានកម្រៃដល់ប្រជាពលរដ្ឋខ្មែរដែរឬទេដែលជាកម្មករយើងមើលតើកម្មករខ្មែរវេទនាប៉ុណ្ណាមកដល់ម៉ោងហ្នឹងណាគេជួយយើងប៉ុណ្ណឹងហើយប្រាក់ខែទៅបាន$204ទេហូបអត់ហូបឃ្លានបញ្ហាសិទ្ធិមនុស្សបញ្ហាអីយើងឥឡូវអត់សូវឬឃើញគេធ្វើបាតកម្មមិនមែនបានន័យថាអត់មានបញ្ហានៅក្នុងរោងចក្រសហគ្រាសនេះទេវាមានគាត់ឲ្យយើងខ្ទប់មាត់គេមិនឲ្យនិយាយទេហើយយូរឃើញដូចម្សិលមិញម្សិលមួយថ្ងៃមានកម្មការរនីម្នាក់ដែលធ្វើការអង្គុយស្លាប់នៅលើកន្លែងម៉ាស៊ីនដេររបស់ខ្លួនដោយសារអីអាចបញ្ហាសុខភាពអាចបញ្ហាពុលគីមីពីកណាត់ពីអីមកឬក៏ហូបមិនគ្រប់គ្រាន់ធ្វើការលើសម៉ោងដើម្បីបានថែមម៉ោងដោយសារតែលុយវាតិចពេកដូច្នេះអាបញ្ហាហ្នឹងគឺវាមានច្រើនមកកណោក៏ដឹកហើយអាហ្នឹងណាបើសិនជាមានរឿងហ្នឹងកើតឡើងគឺអ្នកទិញនៅស្រុកអាមេរិកគេរកម្មចិត្តគេគិតថាជាឈាមកម្លាំងពលកម្មហ្នឹងជាឈាមអញ្ចឹងបើគេទិញរបស់យកមកប្រើគេគិតភ្លាមតើយើងជួយគាត់ឬក៏យើងសម្លាប់គាត់តែវាជួយបានក្រុមពួកអង្គញាមហាមន្ត្រីដែលក្រុមក្រាក់ដែលពុករលួយទៅវាបានលុយចូលទៅកប៉ៅមន្ត្រីអស់ទាំងនោះឯប្រជាពលរដ្ឋលហេមលហាមវេទនាគ្មានសិទ្ធិសេរីភាពគ្មានអីអញ្ចឹងសតិអារម្មណ៍របស់អ្នករស់ស៊ីនៅស្រុកនេះណាគឺគេអត់ចង់ចលក់រកយើងទេគេអត់ចង់ទៅរកស៊ីទីមួយខូចក្រុមហ៊ុនគេខូចគេឈ្មោះកិត្តិយសគេទៅរកស៊ីស្រុកខ្មែរបើសិនជាមានបងប្អូនគេធ្វើបាតកម្មនៅមុខហាងដូច Walmart ដូច Costco ឬក៏ដូចកន្លែងធំដែលគេលក់ផលិតផលដែលយកមកពីខ្មែរបើគេដឹងថាផលិតផលហ្នឹងធ្វើទុកបុកម្នេញប្រជាពលរដ្ឋកម្មករខ្មែរឲ្យគេមកធ្វើបាតកម្មមួយថ្ងៃដើម្បីទាមទារឲ្យហាងហ្នឹងឈប់យកផលិតផលពីស្រុកខ្មែរហាងហ្នឹងចង់គឺនឹងឈប់ទិញផលិតផលពីស្រុកយើងដោយសារអីការតវ៉ាហ្នឹងគឺធ្វើឲ្យរង្គៀសចិត្តដល់អតិថិជនដល់ក្រុមហ៊ុនតាក់ទងនឹងសេចក្តីថ្លៃថ្នូរនិងសិលធម៌នៅក្នុងការរកស៊ីពួកឥឡូវអ្នកណាក៏ផលិតបានដែរស្បែកជើងស្អីនឹងអ្នកណាក៏ធ្វើបានដែរតែសំខាន់តើយើងប្រកួតទីផ្សារបានអីគឺសិលធម៌
និងសេចក្តីថ្លៃថ្នូរនិងការយកចិត្តទុកដាក់ដល់កម្លាំងពលកម្មនិងការដែលគោរពសិទ្ធិការងាររបស់សហជីពអីអញ្ចឹងអានេះគេគិតពីអញ្ចឹងវិញអញ្ចឹងគេលក់សាច់រឿងនៃផលិតផលជាជាងលក់ផលិតផលខ្លួនឯងហើយកម្ពុជាយើងហ្នឹងគឺដោយសារតែយើងគិតថាមិនអីទេគេផ្ដល់GSP ឲ្យយើងហើយអញ្ចឹងយើងធ្វើអីក៏បានដែរព្រោះគេមិនធ្វើបាបយើងធ្វើអីតើឥឡូវដល់ពេលដែលយើងធ្វើបាបធ្វើទុកកម្មករពេកឥឡូវឃើញគេរករឿងយើងគេផ្ដាច់ GSP យើងប្រហែលឆ្នាំហើយឥឡូវឡើងពន្ធឡើងអីទៀតហើយអញ្ចឹងបានត្រឡប់មកវិញអាមេរិកចង់បានប្រជាធិបតេយ្យឲ្យប្រទេសកម្ពុជាបានមាននឹងមិនមែនអាមេរិកគេចោះទៅគ្រប់គ្រងប្រទេសយើងទេគេត្រូវតែជួយវិនិយោគទៅលើក្រុមណាដែលមានជំហរតស៊ូមតិដើម្បីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យហើយក្រុមនោះឯងដែលជាក្រុមអូទៀមក្នុងខ្សែភ្នែករបស់គណៈបកកាន់អំណាចព្រោះខ្លួនក្រាញអំណាចបើមានគេចែងគឺគេនឹងជាអូទៀមជាក្រុមក្រៅច្បាប់ពីភេរវកជាអីចឹងហើយចាប់ផ្ដើមលៀបពណ៌ធ្វើច្បាប់ធ្វើឲ្យក្រុមនោះคล้ายទៅជាភេរវកដូចជាការចាប់លោកកឹមសុខាដាក់ពន្ធនាគារចោតប្រកាន់អាមេរិកពីរឿងចង់ផ្ដួលរំលំរដ្ឋាភិបាលកម្ពុជាផ្ដួលរំលំរដ្ឋាភិបាលកម្ពុជាដែលកំពុងរំលោភសិទ្ធិមនុស្សបំផ្លាញប្រជាធិបតេយ្យដើម្បីឲ្យមានប្រជាធិបតេយ្យតើវាប្រជាប្រដ្ឋស្ដាប់ទៅគេផ្ដួលរំលំរបបខ្មែរក្រហមឲ្យទីហោតើអ្នកដែលចូលរួមដូចជាវៀតណាមឥឡូវយើងនិយាយថាវៀតណាមសុទ្ធតែជាអ្នកមានគុណខ្មែរអីនាំទាហាននាំអីមករំដោះប្រទេសកម្ពុជាពីរបបខ្មែរក្រហមតើពេលដែលនាំទ័ពបរទេសយកមកឈ្លានពានដែនអធិបតេយ្យដើម្បីរំដោះខ្មែរឲ្យចេញពីរបបខ្មែរក្រហមមានអ្នកណាដែលគិតថាវៀតណាមចូលមកនឹងបំផ្លាញមិនទេប្រជាប្រដ្ឋខ្មែរដែលរួចពីរបបខ្មែរក្រហមយល់ថាឥឡូវគេជួយមករំដោះតើវាខុសអីនៅពេលដែលគេកម្ចាត់របបខ្មែរក្រហមដើម្បីឲ្យប្រជាពលរដ្ឋរស់រានមានជីវិតឡើងវិញឧទាហរណ៍ប្រជាពលរដ្ឋខ្មែរមកដល់ម៉ោងហ្នឹងអ្នកដែលរស់រានពីរបបខ្មែរក្រហមគឺនៅតែអរគុណ7មករាហ្នឹងទេច្រើនណាស់ព្រោះដោយសារអីខ្លួនបានរស់ឡើងវិញប៉ុន្តែមានគិតទេថាអ្នកដែលនាំខ្លួនឲ្យរស់ឡើងវិញហ្នឹងគឺជាទាហានខ្មែរទាហានវៀតណាមដែលឈ្លានពានដែនអធិបតេយ្យកម្ពុជារំលោភដែនអធិបតេយ្យរបស់កម្ពុជាយើងកុំគិតយើងគិតថាគេជួយរំដោះឲ្យជាការពិតប៉ុន្តែហេតុអីបានជាកម្ពុជាសាទរការដែលអន្តរាគមន៍របស់រដ្ឋបរទេសនៅក្នុងការធ្វើឲ្យខ្មែរក្រហមដួលរលំហើយអ្នកដែលចូលរួមជាមួយខ្មែរក្រហមដោយលោកហ៊ុនសែនហេងសំរិននិងជាស៊ីមសុទ្ធតែក្បត់ជាតិទាំងអស់មែនទេដែលផ្ដួលរំលំរដ្ឋាភិបាលខ្មែរក្រហមមួយដើម្បីឲ្យប្រទេសនេះឈប់មានការកាប់សម្លាប់អញ្ចឹងយើងអាចចោទក្រុមលោកសំរងលោកហ៊ុនសែនហេងសំរិនជាស៊ីមហើយនឹងទ័ពខ្មែរក្រហមថាជាក្រុមក្បត់ជាតិទេមិនអញ្ចឹងមកផ្ដួលរំលំរដ្ឋាភិបាលប៉ុន្តែបំណងកាលពេលហ្នឹងគេពួកគាត់ចូលទៅហៅវៀតណាមមកឲ្យរំដោះជាតិនេះឲ្យមានសុខសន្តិភាពមានឈប់មានចម្បាំងរាំងជលកាប់សម្លាប់គ្នាហេតុអីបានជាចាត់ទុកថាក្រុមដែលមកជួយដោយលោកហេងសំរិនសំរងណាជាស៊ីមនឹងនេះហេតុអីក៏ពេលហ្នឹងមិនមានអ្នកណាចោទគាត់ថាជាក្រុមក្បត់ជាតិដែរទៅយើងមិនអាចទៅចោទពួកគាត់ថាជាក្រុមក្បត់ជាតិបានទេមិនអញ្ចឹងដោយសារគាត់ទៅនាំរដ្ឋបរទេសមកជួយដោះស្រាយបញ្ហាកម្ពុជាដូចគ្នានៅក្នុងពេលនេះដែររដ្ឋបរទេសមានទាំងសហគមន៍អន្តរជាតិមិនមែនតែអាមេរិកទេសហគមន៍អន្តរជាតិគឺអឺរ៉ុបអីនេះជួយក្រុមតស៊ូមតិក្រុមលោកកឹមសុខាឬក៏ក្រុមអ្នកណាក៏ដោយឲ្យតែតស៊ូមតិដើម្បីមានតុល្យភាពអំណាចកុំឲ្យរដ្ឋាភិបាលកម្ពុជាសពថ្ងៃជីសេះលែងដៃរំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យគេជួយលុយគ្រប់តែគម្រោងអង្គការស៊ុយអេតអង្គការប្រទេសផ្សេងទៀតដែលគេជួយតាមរយៈកញ្ចប់ថវិកាក្នុងការជួយបណ្ដុះបណ្ដាលសិទ្ធិប្រជាពលរដ្ឋអំពីការយល់ពីសិទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្សសិទ្ធិអីហ្នឹងហើយទៅចោតក្រុមហ្នឹងទាំងអស់ឲ្យតែលុយគេជួយក្រុមហ្នឹងអង្គការសិទ្ធិមនុស្សអីគឺយើងគិតថាឧទាមក្រុមបដិវត្តពណ៌ទាំងអស់អានេះដែលយើងអត់មើលឃើញការពិតដែលថាតើអ្នកណាខូចឲ្យប្រកាសអ្នកណាដែលជាអ្នកខូចតើខ្មែរក្រហមខូចឬក៏ក្រុមដែលទៅនាំបង្កើតចលនាពីធ្នូដើម្បីតិថៈខ្មែរក្រហមចេញឲ្យប្រទេសនេះមានសិទ្ធិមនុស្សនិងប្រជាធិបតេយ្យរស់រានមែនតែនដែលជាអ្នកដែលសង្គ្រោះតើអ្នកណាឲ្យខូចពិតប្រាកដឥឡូវនេះវិលមកដល់រឿងលោកកឹមសុខានិងលោកសំរងស៊ីហើយនឹងការចោទប្រកាន់អាមេរិកថាជាក្បត់ជាតិហើយនឹងនាំគ្នាចោទក្រុមលោកសំរងស៊ីនិងក្រុមលោកកឹមសុខាសឹកក្រុមក្បត់ជាតិ
តើពួកគាត់ក្បត់ជាតិកន្លែងណានៅពេលដែលរដ្ឋាភិបាលបំផ្លាញសិទ្ធិមនុស្សបំផ្លាញប្រជាធិបតេយ្យធ្វើឲ្យប្រទេសនេះคล้ายទៅជារដ្ឋរណបប្រទេសចិនហើយធ្លាក់នៅក្នុងការដឹកនាំបែបផ្ដាច់ការដែលអ្នកណាក៏មើលឃើញគេថ្កោលទោសរាល់ថ្ងៃសហគមន៍អន្តរជាតិគេថ្កោលទោសព្រោះគេភ័យសម្រាប់ប្រជាពលរដ្ឋ17លាននាក់ដូច្នេះដើម្បីធ្វើឲ្យប្រទេសនេះមានប្រជាធិបតេយ្យមានការរស់រានមានជីវិតដោយមានទទួលស្គាល់សិទ្ធិកុំឲ្យតែមានចែងនៅក្នុងកណ្ដាស់គឺគេត្រូវការវិនិយោគទៅលើក្រមបែបនេះឯងគឺប្រជាពលរដ្ឋខ្មែរតាលោកសំរងស៊ីក៏ជាខ្មែរលោកកឹមសុខាក៏ជាខ្មែរលោករងឈុនក៏ជាខ្មែរលោកណាផ្សេងទៀតដែលតស៊ូមតិដែលត្រូវគេធ្វើទុកបុកម្នេញគ្រប់គ្នាសុទ្ធតែជាខ្មែរទាំងអស់ក៏ប៉ុន្តែខ្មែរទាំងនេះខ្លាយទៅជាជនក្បត់ជាតិដោយសារអីខ្មែរក្រហមកាលពីរបបនឹងពេលដែលរលាយទៅពេលដែលលោកហ៊ុនសែនលោកហេងសំរិននិងលោកជាស៊ីមនាំវៀតណាមមករំដោះប្រទេសកម្ពុជាចេញពីក្រញាំខ្មែរក្រហមហ្នឹងខ្មែរក្រហមថ្កោលទោសទាំងអស់ថាក្រុមលោកហ៊ុនសែនជាស៊ីមនិងហេងសំរិនសុទ្ធតែជាក្រុមក្បត់ជាតិនាំបរទេសមកឈ្លានពានដែនអធិបតេយ្យកម្ពុជាលក្ខនឹងលក្ខឃើញទេក្រុមហ្នឹងគេចោទរដ្ឋាភិបាលហ្នឹងគេចោទក្រុមហ្នឹងក្បត់ជាតិអញ្ចឹងតាក៏ប៉ុន្តែសួរថាតើការក្បត់ជាតិរបស់លោកហ៊ុនសែនហេងសំរិននិងជាស៊ីមនៅពេលនោះវាបានចំណេញអីដល់ជាតិកម្ពុជានេះដែរទេមិនអត់ទេបងប្អូនមិនអញ្ចឹងយ៉ាងហោចណាស់ក៏ប្រជាប្រទេសកម្ពុជាមិនស្ថិតនៅក្នុងការរស់នៅក្នុងរបបបល្ល័យពូជសាសន៍ខ្មែរក្រហមដែរមិនអញ្ចឹងពេលដែលទ័ពបរទេសជាការពិតហើយវាទ័ពបរទេសឈ្លានពានចុះហេតុអីបានជាទាំងអស់គ្នាចាត់ទុកថាលោកហ៊ុនសែនជាស៊ីមនិងលោកហេងសំរិនជាវីរៈបរិសជាបិតាផ្សះផ្សាជាបិតារំដោះជាតិលក្ខនឹងលក្ខមកដល់ម៉ោងហ្នឹងនៅតែនយោបាយឈ្នះកោតសរសើរគាត់គ្រប់ម៉ាត់ខ្ញុំអត់ជំទាស់ទេខ្ញុំអត់មានជំទាស់អីសោះខ្ញុំអត់ជំទាស់លោកហ៊ុនសែនលោកហេងសំរិននិងលោកជាស៊ីមដែលបង្កើតរណសេរី2ធ្នូហើយបដិញខ្មែរក្រហមចេញជាការពិតឲ្យកម្លាំងបើមិនជួយទ័ពវៀតណាមមកក៏មិនវាយឈ្នះទ័ពយួនដែរហើយសំខាន់បំផុតគឺប្រជាពលរដ្ឋមិនមានការកាប់សម្លាប់អត់ឃ្លានអីទៀតយើងត្រូវអរគុណលោកហេងសំរិនជាស៊ីមលោកហ៊ុនសែនតែមិនចឹងព្រោះគាត់ជាអ្នកជួយសង្គ្រោះប្រជាពលរដ្ឋឲ្យរួចពីភ្នក់ភ្លើងសង្គ្រាមរ៉ាំរ៉ៃនៃរបបខូខើបល័យពូជសាសន៍របស់ខ្មែរក្រហមខាងគាត់ជាវីរៈបរិសរបស់ខ្មែរដែរមិនចឹងចុះហេតុអីបានជាគាត់មើលលោកកឹមសុខានិងលោកជាលោកសំរងស៊ីនៅពេលនេះដែលធ្វើដូចក្រុមគាត់កាលពីសម័យ79ដែរទៅជាក្រុមឧទាមក្បត់ជាតិទៅវិញទៅសុំកលុំជាមួយអាមេរិកមករំដោះប្រទេសកម្ពុជាដែលអាមេរិកខ្លួនឯងអត់នាំទ័ពដូចវៀតណាមមកផងតែអាមេរិកខ្លួនឯងជួយតាមគម្រោងថវិការដ្ឋសភាដែលអនុម័តទៅជួយគម្រោងកសាងស្ដារសិទ្ធិមនុស្សប្រជាធិបតេយ្យនិងជួយគណៈបកនយោបាយតាមលទ្ធភាពជាក់ស្ដែងដើម្បីឲ្យមានការបោះឆ្នោតមួយដោយសេរីត្រឹមត្រូវនិងយុត្តិធម៌មិនមែនប្រើចុងកណ្ដុងទៅទៀតលោកហ៊ុនសែនហេងសំរិននិងជាស៊ីមកាលពីសម័យខ្មែរក្រហមនាំទ័ពដោយចុងកណ្ដុងបាញ់ទ័ពខ្មែរក្រហមរត់ចែកជើងព្រាតអាហ្នឹងគឺប្រើចុងកណ្ដុងផងនៅតែគាត់ជាវីរៈបរិសស្នេហាជាតិចុះឥឡូវនៅពេលដែលលោកសំរងស៊ីនិងលោកកឹមសុខានិងក្រុមគណៈបកប្រឆាំងទៀតតស៊ូមតិដោយផ្លូវអហិង្សាតាមរយៈការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ទោះជាកោចបរញ៉េរញ៉ៃប៉ុណ្ណាក៏ដោយហេតុអីបានជាពួកគាត់ខ្លាយទៅជាឧទាមក្រុមក្បត់ជាតិទៅវិញបងប្អូនពិចារណាទាំងអស់មើលហេតុអីបានជាពួកគាត់ខ្លាយទៅជាក្រុមក្បត់ជាតិនិងឧទាមធ្វើបដិវត្តពណ៌នៅពេលដែលពួកគាត់ចង់ឲ្យប្រទេសនេះខ្លាយទៅជាប្រទេសដែលមាននីតិរដ្ឋត្រឹមត្រូវបំបត្តិអំពើពុករលួយមានប្រព័ន្ធតុលាការត្រឹមត្រូវឯករាជ្យដោយមិនតុលាការអយុត្តិធម៌ដោយសពថ្ងៃមានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមិនមានការបិទឬក៏ដេញធ្វើបាបទុកបុកម្នេញរបស់អ្នកកាសែតប្រជាពលរដ្ឋមានសិទ្ធិសេរីភាពអាចបញ្ចេញមតិបានកម្មករអាចតវ៉ាសហជីពបង្កើតទៅដើម្បីសិទ្ធិសេរីភាពរបស់កម្មករហើយការបោះឆ្នោតមួយប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវនិងយុត្តិធម៌គ្មានប្រព័ន្ធផ្សព្វផ្សាយណាដែលផ្សាយតែឲ្យគណៈបកប្រជាជនកម្ពុជាផ្ដាច់មុខអ្នកណាផ្សាយពីហ្នឹងគឺបិទមិនឲ្យសម្ដែងមិនឲ្យផ្សាយមិនឲ្យអីរត់ធ្វើទុកបុកម្នេញគ្នាតើហេតុអីបានជាក្រុមដែលកំពុងតែធ្វើឲ្យអ្វីទៅជាភាពប្រសើរខ្លាចជាក្រុមក្បត់ជាតិអស់ហើយហេតុអីបានជាជំនួយរបស់អាមេរិកឬក៏រដ្ឋាភិបាលអឺរ៉ុបជួយក្រុមតស៊ូមតិអស់ទាំងនេះគឺជាការជួយទំនុកបំរុងបដិវត្តពណ៌ទៅវិញបដិវត្តពណ៌គឺយើងធ្វើតែក្នុងការកសាងកម្លាំងប្រដាប់អាវុធឧទាមទ័ពព្រៃចូលទៅបង្កើតតំបន់អបគមអីអានឹងគឺជាបដិវត្តពណ៌អានឹងយើងមិននិយាយទៅគឺយើងអាចចោទប្រកាន់ចេះបានប៉ុន្តែក្រុមនេះជាក្រុមដែលចូលទៅមានតំណាងរាស្ត្រ55នាក់
មានការបោះឆ្នោតប្រជាពលរដ្ឋបោះឆ្នោតជិត3លានគណៈបកប្រជាជនកម្ពុជាកាលពីអំឡុងឆ្នាំ2010ជាងហ្នឹងណាបានសម្លេងឆ្នោតតែ3លាន2សែនទេគណៈបកប្រឆាំងបាន2លាន9សែនជាងខុសគ្នាតែ3-4សែនសម្លេងទេស្ទើរតែស្មើគ្នាហើយការបោះឆ្នោតបែបនេះយើងគិតថាពួកគាត់ជាឧទាមតបព្រៃជាយ៉ាងម៉េចក្បត់ជារមិនឃើញហេតុអីបានជាយើងបោកប្រាស់ប្រជាពលរដ្ឋឲ្យជឿថាក្រុមនោះជាក្រុមក្បត់ជាតិទៅវិញនៅពេលដែលយើងដែលជាអ្នកកាន់រដ្ឋាភិបាលព្យាយាមធ្វើឲ្យប្រទេសនេះធ្លាក់ចូលនៅក្នុងរបបផ្ដាច់ការរណបចិនបំផ្លាញខុបហេដ្ឋារចនាសម្ព័ន្ធសហគមន៍អន្តរជាតិកោតទោសយើងគ្រប់យ៉ាងហេតុអីបានជាយើងមើលឃើញក្រុមអ្នកចង់សង្គ្រោះបែរទៅជាក្បត់ជាតិហើយក្រុមអ្នកទប់អ្នកសង្គ្រោះបែរទៅជាអ្នកស្នេហាជាតិទៅវិញខ្ញុំមើលមិនឃើញអញ្ចឹងបានថាប្រជាពលរដ្ឋខ្មែរមកនេះគួរតែយល់អំពីអ្វីដែលជាអំពើគ្រោះថ្នាក់នៃរបៀបដឹកនាំរដ្ឋខ្ញុំមិនទាមទារឲ្យបងប្អូនបះបោធ្វើបដិវត្តពណ៌កំចាត់កំតិចឬក៏សម្លាប់គ្នាទេអត់ទេខ្ញុំបដិសេធដាច់ខាតអំពើហិង្សាសពបែបយ៉ាងខ្ញុំបដិសេធដាច់ខាតការចងពៀគ្នាគ្រប់យ៉ាងខ្ញុំបដិសេធដាច់ខាតការធ្វើទុកបុកម្នេញយកខ្មែរជាសត្រូវអត់ទេគឺយើងត្រូវចេះមើលប្រើបញ្ញាញាណរបស់យើងឲ្យដឹងថាតើយើងត្រូវផ្លាស់ប្ដូររបៀបដឹកនាំរដ្ឋនេះតាមរយៈរបបប្រជាធិបតេយ្យយ៉ាងម៉េចគឺត្រូវយកបន្លាជួសបន្លាបងប្អូនត្រូវបង្ហាញសេចក្តីក្លាហានរបស់ខ្លួនបើគណៈបកប្រជាជនកម្ពុជាគេថាទេគេធ្វើនេះដើម្បីប្រជាធិបតេយ្យហើយបងប្អូនមើលឃើញថាមិនទេប្រជាធិបតេយ្យយ៉ាងម៉េចបំផ្លាញគ្រប់យ៉ាងហើយគេចាប់ផ្ដើមយកប្រព័ន្ធបោះឆ្នោតធ្វើជាឧបករណ៍មួយដើម្បីបំបាំងភ្នែកសហគមន៍អន្តរជាតិឲ្យថាខ្លួនមានប្រជាធិបតេយ្យពិតប្រាកដនេះជាឱកាសបងប្អូនឲ្យកុំទៅលើកកភ្លើងកុំទៅលើកស្អីប្រយុទ្ធប្រឆាំងគ្នាកាប់ចាក់គ្នាអត់មានលើកទឹកចិត្តចឹងទេគឺយើងទៅបោះឆ្នោតនៅក្នុងពេលដែលយើងទៅបោះឆ្នោតហ្នឹងគឺបោះឆ្នោតតាមសុឆន្ទៈរបស់យើងហើយត្រូវចេះលើកទឹកចិត្តគ្នាឲ្យរដ្ឋាភិបាលកម្ពុជាខ្ជាក់ការដែលដឹកនាំប្រទេសត្រូវអនុញ្ញាតឲ្យមានគណៈបកប្រឆាំងដែលអាចខ្លួនជាអ្នកជ្រើសរើសបានណាកុំចាញ់បោកគណៈបកប្រជាជនថាគណៈបកប្រឆាំងដែលមានប្រជាប្រិយគឺក្រុមឧទាមក្រៅច្បាប់អាហ្នឹងគឺជាការធ្វើនយោបាយប្រជាធិបតេយ្យឲ្យបងប្អូនលុះក្រោមការជឿបែបនេះគឺបងប្អូនឲ្យគណៈបកប្រជាជនកម្ពុជាខ្ចីដៃបងប្អូនយកមកប្រើប្រឡប់សហគមន៍អន្តរជាតិថាយើងមានការបោះឆ្នោតមួយដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ប៉ុន្តែសហគមន៍អន្តរជាតិឯណាគេជឿយើងឃើញលទ្ធផលឃើញយើងជាប់បណ្ដាសាយើងបោះឆ្នោតមកប្រជាពលរដ្ឋទៅ8-9លានអ្នកណាគេជឿទុកចិត្តរដ្ឋាភិបាលយើងឯងអត់មានអ្នកណាទទួលស្គាល់រដ្ឋាភិបាលយើងថាជារដ្ឋាភិបាលស្អាតស្អំទេម៉ោងនេះបើគេជឿថារដ្ឋាភិបាលខ្មែរស្អាតស្អំឆ្លោះគ្នាជាមួយថៃសហគមន៍អន្តរជាតិគេថ្កោលទោសថៃងាប់ហើយតែគ្មានអ្នកណាថ្កោលទោសមួយសោះដោយសារអីបងប្អូនដោយសាររបៀបដឹកនាំរដ្ឋយើងដោយសារតែយើងធ្វើនឹងវាបន្លំច្រើនពេកហើយយើងបន្លំហើយយើងបន្លប់ណាបន្លំហើយបន្លប់ទៀតបន្លំហើយបន្លប់បោកប្រឆោតនយោបាយប្រជាពិធក្រមប្រឆាំងសិតតែឧទាមក្រៅច្បាប់សិតតែពួកក្បត់ជាតិសិតតែអីទាំងអស់ដកសញ្ជាតិគេដកអីអញ្ចឹងមិនដកសញ្ជាតិលោកហ៊ុនសែននិងលោកហេងសំរិននិងលោកជាស៊ីមទៅសម័យដែលផ្ដួលរំលំរបបខ្មែរក្រហមមួយដែលជារបបកាន់កាប់ប្រទេសមួយបាន3ឆ្នាំ8ខែ20ថ្ងៃនោះកែងជារបបមួយដែរមិនចឹងហើយរបបកម្ពុជាប្រជាធិបតេយ្យហ្នឹងគេថាគេជារបបស្របច្បាប់របស់គេដែរគេចិត្តថាទៅអាហ្នឹងចឹងបានថាការបកស្រាយយើងត្រូវបកស្រាយឲ្យមានយុត្តិធម៌ហើយការស្អប់ខ្ពើមសហរដ្ឋអាមេរិកចោទប្រកាន់ថាព្រួលរំលំរដ្ឋាភិបាលគឺក្រមយើងកំពុងតែកំចាយអ្នកដែលជួយសង្គ្រោះយើងហើយអញ្ចឹងនៅពេលដែលគេសង្គ្រោះហើយយើងបិទផ្លូវបិទមាត់គេអាហ្នឹងហើយដែលធ្វើឲ្យយើងមានបញ្ហាអញ្ចឹងវិលមកវិញបងប្អូនពេលដែលអាមេរិកគេចង់ជួយគឺគេចង់វិនិយោគទៅលើក្រមប្រជាធិបតេយ្យលោកកឹមសុខាលោកសំរងស៊ីអ្នកណាចោតគាត់ចោតអីប៉ុន្តែនេះគឺជាយន្តការរបស់អាមេរិកនៅក្នុងការជួយសង្គ្រោះប្រទេសនៅលើពិភពលោកគឺការវិនិយោគទៅលើក្រមប្រជាធិបតេយ្យដែលហ៊ានតតាំងជាមួយនឹងមេដឹកនាំផ្ដាច់ការជាប់គុកជាប់ច្បាប់ហើយជាការពិតអត់មានអីប្លែកទេអ្នកទាំងអស់នេះបើមិនជាប់គុកក៏ត្រូវគេបាញ់សម្លាប់ចោលដែរហើយកាត់ឡើងនៅគ្រប់ប្រទេសព្រោះអ្នកតស៊ូគឺឈាមអញ្ចឹងឯងអត់មានបានដេកផ្ទះស្រួលបួលទេគឺចំណាយពេលវេលានៅគុកច្រើនជាងនៅផ្ទះវាជាធម្មតាហើយអាមេរិកគឺជួយបែបហ្នឹងដោយសារអីគឺគេចង់ឲ្យប្រទេសកម្ពុជាមានអ្នកដឹកនាំជាខ្មែរស្រឡាញ់ខ្មែរទាំងអស់គ្នា
ឲ្យមានប្រជាធិបតេយ្យដើម្បីទី1អាមេរិកទប់កុំឲ្យយើងនៅពេលដែលដឹកនាំតាមរបៀបផ្ដាច់ការគឺយើងអត់មានជំហរឯករាជ្យទេរដ្ឋអត់មានជំហរឯករាជ្យទេតែយើងពឹងទៅលើការពឹងចិនគឺយើងទេទៅចិនហើយចិននិយាយអីក៏យើងគ្រប់គ្រងចិនដែរគេប្រជុំនៅអាស៊ានណាលើកមុនយើងធ្វើប្រធានអាស៊ានគេនិយាយពីដែនចំនួនសមុទ្រចិនដែលពាក់ព័ន្ធនឹងប្រទេសវៀតណាមម៉ាឡេនិងហ្វីលីពីនសិតតែខូចប្រយោជន៍ដែលជាសមាជិកអាស៊ានទាំងអស់ហើយចិនជាប្រទេសនៅខាងក្រៅសោះកម្ពុជាដែលជាម្ចាស់ផ្ទះធ្វើឲ្យបែកខ្ញែកគ្នាមិនអាចចេញជាសេចក្តីថ្លែងការណ៍រួមដើម្បីគ្រប់គ្រងប្រឆាំងឲ្យអាស៊ានខ្លាំងប្រឆាំងចិនគឺយើងគ្រប់គ្រងនៅខាងចិនឃើញយើងធ្វើឲ្យអាស៊ានខ្សោយឯងដោយសារតែរឿងយើងរណប់អត់មានភាពឯករាជ្យម្ចាស់ការខ្លួនឯងគេដឹងដល់តែពេលអញ្ចឹងគេចង់កែឲ្យយើងនឹងរឹងប៉ឹងតែយើងរឹងប៉ឹងវារឹងប៉ឹងប្រជាប្រដ្ឋ17លាននាក់តែវាចុះខ្សោយគណៈបកកណ្ដាលអំណាចនិងក្រុមគ្រួសារតកូលហ៊ុនវាទៅជាបាត់អំណាចក្រុមគ្រួសារនិងបកពួកវាបានអំណាចរបស់ប្រជាប្រដ្ឋ17លាននាក់គឺគេមិនពេញចិត្តហើយគេចាប់ផ្ដើមបំផ្លាញកំតិចដូចគ្នានៅលើលោកហ្នឹងឲ្យតែរបបផ្ដាច់ការគេធ្វើតែអញ្ចឹងហើយចាប់ផ្ដើមបោកបន្លំប្រជាពលរដ្ឋថាក្រុមនេះឧទាមក្រុមនេះក្រៅច្បាប់មិនអាចដោះលែងបានមិនអាចលើកលែងបានចង្រៃលាក់នឹងលាក់ចង្រៃអីតើក្រុមគាត់ចង្រៃអីនៅពេលដែលគេជួយដើម្បីស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញចង្រៃអីវាចង្រៃឧទាហរណ៍ចង្រៃណាស់អ្វីដែលក្រុមគណៈបកសង្គ្រោះជាតិឬក៏ក្រុមលោកកឹមសុខាក្រុមលោកសំរងស៊ីឬលោករងឈុននេះណាបើបានคลายទៅជាអ្នកដឹកនាំប្រទេសកម្ពុជានឹងចង្រៃណាស់ខ្ញុំនិយាយពីរឿងភាពចង្រៃរបស់ពួកគាត់ចង្រៃទី1គឺប្រទេសនេះនឹងមានប្រជាធិបតេយ្យសេរីនិយមពហុបកតែមានប្រជាធិបតេយ្យវាចង្រៃណាស់គឺអ្នកដែលធ្លាប់ប្រព្រឹត្តអំពើពុករលួយលួចជាតិលួចអីហ្នឹងរស់ស៊ីលែងបានហើយដល់ប្រជាពលរដ្ឋនឹងច្រើនដែលជាបងប្អូនក្រុមដែលលួចជាតិហ្នឹងរស់ស៊ីលែងបានវាចង្រៃហ្នឹងឃើញនៅវាចង្រៃដល់ក្រុមគ្រួសារដែលលួចជាតិទេប៉ុន្តែប្រយោជន៍ជាពរជ័យគឺសម្រាប់ប្រជាពលរដ្ឋទាំង17លាននាក់អាហ្នឹងចង្រៃទី1ចង្រៃទី2ដែលក្រុមលោកសំរងស៊ីនិងកម្មសខាឬក៏លោករងឈុននឹងឡើងកាន់ប្រទេសគឺចង្រៃអីគឺវានឹងច្បាស់ជាមានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅពេលដែលមានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យគឺចង្រៃដោយសារអីនិយាយការពិតច្រើនពេកទៅគឺវាទៅជាហែកពោះឲ្យក្អែកចឹកគឺឲ្យអាអំពើផ្ដេសផ្ដាស់អាសកម្មនៅក្នុងសង្គមហ្នឹងវាបាត់ប្រយោជន៍អស់ហើយប្រយោជន៍ដែលធ្លាប់សុំកលុំគ្នាធ្លាប់បលែមបឡំធ្លាប់លេមលំអីហ្នឹងគឺវាចង្រៃក្រុមអស់ហ្នឹងគឺលែងរស់ស៊ីបាននេះគឺជាភាពចង្រៃរបស់ក្រុមលោកសំរងស៊ីនិងក្រុមលោកកម្មសខានិងក្រុមលោករងឈុនអីឬក៏អ្នកដែលកាន់ប្រជាធិបតេយ្យគ្រប់សិទ្ធិមនុស្សអាហ្នឹងសម្រាប់តាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយចង្រៃទី3គឺតាក់ទងនឹងការដែលចង្រៃដល់បញ្ហារឿងនាំគ្នាប្រជាពលរដ្ឋចាប់ផ្ដើមអាចក្រោកតវ៉ាតាមផ្លូវបានអាចនិយាយតរិះគន់រដ្ឋាភិបាលដោយអត់មានខ្លាចគេចាប់ដាក់គុកអីហ្នឹងគឺចង្រៃទៀតដែរហេតុអីបានជាចង្រៃគឺចង្រៃដោយសារអូផ្លូវស្ទះទៀតហើយព្រោះគេបាតកម្មច្រើនមកអីអញ្ចឹងទៅនឹងវាអខានរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋតាមផ្លូវហើយវានឹងចង្រៃដល់ការបាត់បង់ប្រយោជន៍របស់ក្រុមមួយចំនួនដែលបង្ក្រាបអ្នកទាំងអស់នេះបានអញ្ចឹងទៅចង្រៃដល់ក្រុមតកែរោងចក្រសហគ្រាសនោះដែលធ្លាប់ដែលឲ្យចំណេញ10ឲ្យកម្មករមួយបើយក9ទៅបាត់ហ្នឹងកេងកម្លាំងញើសឈាមកម្មករដោយសារតែក្រុមហ្នឹងវាត្រូវគ្នាអស់ទៅវាអត់មានអ្នកណាខ្ជាក់លុយនឹងបានសហជីពនាំគ្នាទៅគ្រប់គ្រងថៅកែអស់សហជីពដែលគ្រប់គ្រងកម្មករជួនកាលតវ៉ាទៅមាន4សហជីពគ្រប់គ្រងថៅកែមាន17សហជីពដោយទាំងរដ្ឋាភិបាលតវ៉ាក្តីដើម្បីប្រយោជន៍កម្មករសហជីពការពារប្រយោជន៍កម្មករទៅនៅខាងថៅកែអស់ហើយកម្មករគ្មានសម្លេងគេថាប្រជាធិបតេយ្យសម្លេងភាគតិចគេអត់ស្ដាប់តែអាសម្លេងភាគតិច3 4ហ្នឹងវាស្មើនឹងអាសម្លេង20 30ហ្នឹងលើសនឹង100ដងផងគេអត់ស្ដាប់ដោយសារគេយកលេសប្រជាធិបតេយ្យចង្រៃដល់ក្រុមទាំងអស់នេះគឺដោយសារអីកម្មករនឹងបានប្រាក់ខែច្រើនតកែរោងចក្រនឹងចំណេញតិចជាងមុនខាតចំណេញបងប្អូនមិនមែនខាតឡងចង់ទេតកែរោងចក្រដែលមានពួកមន្ត្រីរាជការនិងអ្នកដែលនៅក្រាក់នៅជួររដ្ឋាភិបាលគណៈបកកណ្ដាលអំណាចដែលមានភាគហ៊ុនភាគអីនៅក្នុងរោងចក្រអីហ្នឹងខាតចំណេញហើយទៅវាបានប្រយោជន៍ដល់កម្មករអានឹងហើយដែលជាភាពចង្រៃរបស់ក្រុមលោកសំរងស៊ីនិងក្រុមលោកកម្មសខាឡើងនោះតែឡើងទៅវាចង្រៃហ្នឹងគឺចង្រៃក្រុមគេធ្លាប់បានប្រយោជន៍អញ្ចឹងគេលែងមានប្រយោជន៍ឃើញទេចង្រៃទី4
ចង្រៃអីគេបងប្អូនគឺចង្រៃដោយសារតែមានអ្នកវិនិយោគពីក្រៅប្រទេសហ្នឹងចូលទៅរកស៊ីច្រើនដល់ពេលរកស៊ីច្រើនអ្នករកស៊ីដូចនៅអាមេរិកនៅអឺរ៉ុបអីគេឃើញប្រព័ន្ធយើងដឹកនាំរដ្ឋចាប់ផ្ដើមមានប្រជាធិបតេយ្យចូលទៅរកស៊ីច្រើនគឺចង្រៃហើយចង្រៃត្រង់អីអាក្រុមហ៊ុនដែលបោកបន្លំពីមុនដែលធ្លាប់លឹមលំចឹងក្បាលមិនជាប់មេឃជើងមិនជាប់ដីឬស្អីមកដូចក្រុមឆប់បោកអនឡាញក្រុមស្អីដែលបើកគ្រប់មជ្ឈមណ្ឌលវាខ្ចាយឯងវារកស៊ីអត់បានទេព្រោះវាបោកបន្លំចឹងវាចង្រៃកន្លែងហ្នឹងគឺចង្រៃក្រុមអស់ហ្នឹងដែលមិនអាចរកស៊ីការទៀតទេព្រោះអីគេមានអ្នកដែលគេថ្លៃធ្នូគេរកស៊ីច្បាស់លាស់ទៅគេមានអ្នកដែលគេស្អប់ខ្ពើមអំពើដែលពៀលាអាវ៉ាសាយប្រទេសផ្ដាស់ដែលបោកបញ្ឆោតអីចឹងទៅគេរកអ្នកដែលមានសិលធម៌មានគុណធម៌វាចង្រៃក្រុមអស់ហ្នឹងចឹងអាបនលបែងកាស៊ីណូឬក៏អាអំពើពៀលាប្រទេសផ្ដាស់ហ្នឹងជួញដូរមនុស្សឬក៏ទរណកម្មឬក៏ឆោបបោកបញ្ឆោតស្អីលាក់ហ្នឹងគឺវាអស់ដល់អស់ទៅគឺវាចង្រៃក្រុមហ្នឹងវាបានប្រយោជន៍ដល់ប្រជាពលរដ្ឋ17លាននាក់ចង្រៃទី5បើសិនជាលោកកម្មសខាលោកសំរងស៊ីឬលោករងឈុនអីហ្នឹងឈ្នះឆ្នោតហ្នឹងគឺតកតងនឹងប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជាគឺប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជាប្រព័ន្ធបោះឆ្នោតប្រព័ន្ធតស៊ូមតិនៅក្នុងរដ្ឋសភាដែលមានកម្លាំងដែលអាចនិយាយហៅនាយករដ្ឋមន្ត្រីហៅប្រធាននាយកដ្ឋានឬក៏រដ្ឋមន្ត្រីក្រសួងនេះក្រសួងនោះមកអង្គុយសួរចោតដេញដោលគ្នាក្នុងរដ្ឋសភាហ្នឹងហេតុអីបានអារឿងព្រំដែនហ្នឹងហេតុអីបានជាយើងចាញ់ថៃអត់មានតដៃគេបានសភាវុធយើងក៏ខ្សោយមិនលុយទៅឯណាទាហានយើងហេតុអីក៏មានមិនគ្រប់